បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាចឹងយើងឃើញថាថ្ងៃទី2នៃសប្តាហ៍នេះតម្លៃមាសនឹងបានហក់ឡើងវិញបន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី Donald Trump ទាក់ទងទៅនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ដែលគាត់ថាសង្គ្រាមនឹងបានបញ្ចប់ពេញបរិបូរណ៍ហើយកត្តាកើនឡើងនេះវាមិនមានអ្វីក្រៅអំពីវិនិយោគិននឹងបានចាប់ផ្ដើមបង្វែរសាច់ប្រាក់របស់ខ្លួនចេញពីតម្លៃប្រេងកាតមកកាន់តម្លៃមាសឬក៏តម្លៃប្រាក់ប៉ុន្តែនេះទំនងជាព្រឹត្តិការណ៍ភ្លើងចម្បើងទេដែលជំរុញឲ្យតម្លៃមាសហ្នឹងវាហក់ឡើងនៅមានកត្តាសំខាន់ផ្សេងទៀតដែលជាភាពយូរអង្វែងសម្រាប់តម្លៃមាសដែលត្រូវកើនឡើងនឹងអញ្ចឹងមុននឹងចូលទៅដល់ខ្លឹមសារដែលខ្ញុំត្រូវជម្រាបជូនបងប្អូនសូមបងប្អូនកលែងមកមើលតារាងតម្លៃមាសនៅក្នុងគេហទំព័រ Kitco វិញគឺតម្លៃមាសគិតត្រឹមម៉ោងនេះម៉ោង 2:10 នាទីហ្នឹងឡើងដល់ 5174.10 សេននៅក្នុង1អោនបងប្អូនអាចចូលទៅតាមដានមើលតម្លៃនេះនៅក្នុងគេហទំព័រនឹងបានឈ្មោះ Kitco បន្តទៅនេះខ្ញុំនឹងនាំបងប្អូនទៅមើលកត្តាទី1ដែលជាភាពយូរអង្វែងនាំឲ្យតម្លៃមាសកើនឡើងដែរហ្នឹងគឺទាក់ទងទៅនឹងការទិញមាសរបស់ធនាគារកណ្ដាលនៅក្នុងប្រព័ន្ធ ETF ចឹងរូបភាពនេះខ្ញុំ screenshot ចេញអំពី World Gold Council ដែលយើងហៅថា WGC ហ្នឹងជាក្រុមប្រឹក្សាមាសពិភពលោកចឹងនៅក្នុងតារាងនេះបងប្អូនឃើញថាគេបានបែងចែកវាជា3ផ្នែកនៅក្នុងផ្នែកចុចហ្នឹងគឺនៅក្នុងឆ្នាំ2024ធនាគារកណ្ដាលនៅជុំវិញពិភពលោកតាមបណ្ដាទ្វីបផ្សេងហ្នឹងបានទិញមាសនៅក្នុងតម្លៃ$4000 លាននេះសម្រាប់ឆ្នាំ2024មកដល់ឆ្នាំ2025យើងឃើញថាមានការទិញមាសពីបណ្ដាធនាគារកណ្ដាលតាមទ្វីបផ្សេងហ្នឹងសរុបទាំងអស់គឺមាន$89,000 លានចឹងគ្រាន់តែគម្លាតនៃឆ្នាំ2024និង25ឃើញថាមានការទិញមាសនឹងគឺខុសគ្នាឆ្ងាយមែនទែនលោតពី$4000 លានដល់ទៅ$89,000 លានបន្តមកទៀតគឺនៅក្នុងឆ្នាំ2026នេះតែម្ដងត្រឹមតែរយៈពេល2ខែទេធនាគារកណ្ដាលតាមបណ្ដាទ្វីបផ្សេងនឹងបានទិញមាសដល់ទៅ$24,000 លានអញ្ចឹងកាលដែលឆ្នាំ2025សរុប12ខែពេញមួយឆ្នាំហ្នឹងទិញមានចំនួន$89,000ក៏ប៉ុន្តែនៅឆ្នាំ2026នេះត្រឹមតែ2ខែសោះយើងឃើញថាមានការទិញមាសហ្នឹងដល់ទៅ$24,000 លានប្រសិនបើយើងប្រៀបធៀបសសរក្រាបវិញយើងឃើញថាឆ្នាំ2026នេះក្រាបទី1ហ្នឹងគឺវាមានកម្ពស់ខ្ពស់ជាងគេទាំងអស់ចំណែកឯក្រាបទី2គឺមានការធ្លាក់ចុះជិតពាក់កណ្ដាលក៏ប៉ុន្តែនេះទៅតែនៅក្នុងខែទី2ទេហើយប្រសិនបើយើងក៏លេខមកមើលឡាញវិញដែលមានពណ៌លឿងរត់កាត់ឆ្នាំទាំង3ហ្នឹងយើងឃើញថាដំណើរនៃការទិញមាសហ្នឹងឆ្ពោះទៅខាងលើរហូតគឺចាប់តាំងពីក្រោម$2,500ឡើងរហូតដល់ទៅ$5,000ជាងចឹងមានន័យថាសន្ទុះនៃការទិញមាសហ្នឹងនៅតែខ្លាំងដដែលហើយមួយទៀតខ្ញុំក៏ចង់ឆ្លិចបញ្យល់តាក់ទងទៅនឹងការមើលក្រាបនេះដែរចំពោះបង្គោលក្រាបដែលនៅក្រោម0បង្គោលក្រាបដែលនៅក្រោម0បញ្ជាក់អំពីការលក់មាសចេញរបស់ធនាគារកណ្ដាលចំណែកឯក្រាបដែលនៅលើ0ក្រាបដែលនៅលើបន្ទាត់0ហ្នឹងគឺជាការទិញមាសពីបណ្ដាធនាគារកណ្ដាលជុំវិញពិភពលោកហើយឆ្នាំ2024នេះយើងឃើញថាមានការលក់ចេញច្រើនឆ្នាំ2025ឃើញមានការលក់ចេញជាចន្លោះហើយក្នុងឆ្នាំ2026នេះក៏មានការលក់ចេញដែរដែលវានៅខាងក្រោមបន្ទាត់0ហើយដោយឡែកចំពោះពណ៌វិញគឺតំណាងឲ្យទ្វីបនីមួយៗដែលមានការទិញមាសឬក៏លក់មាសអញ្ចឹងបើសិនបើយើងក៏លេខមកមើលពណ៌វាវិញគឺពណ៌ផ្កាឈូកតំណាងឲ្យទ្វីបអាស៊ីយើងឃើញថាមានការទិញមាសខ្លាំងមែនទែនហើយប្រទេសណាដែលទិញនោះខ្ញុំនឹងបញ្ជាក់បន្ថែមទៀតដោយឡែកប្រទេសដែលលក់មាសវិញគឺយើងឃើញថាសហគមន៍អឺរ៉ុបមានការលក់មាសច្រើនដែលតំណាងដោយពណ៌បៃតងអញ្ចឹងទាំងឆ្នាំ2025ហើយនឹងដល់26នេះសហគមន៍អឺរ៉ុបគឺនៅតែមានការលក់មាសចេញអាចថាមកពីបញ្ហាសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលត្រូវយកលុយហ្នឹងទៅផ្គត់ផ្គង់នៅក្នុងស្ថាប័នហិរញ្ញវត្ថុឬក៏ចំណាយទៅលើវិស័យសាធារណៈ
ដូច្នេះជាសរុបមកវិញចំពោះកត្តាទី1នេះយើងដឹងអំពីតម្រូវការមាសដែលមាននៅក្នុងប្រព័ន្ធ ETF វាបញ្ជាក់អំពីការទិញស្តុកទុកអំពីបណ្ដាធនាគារកណ្ដាលពីទ្វីបផ្សេងៗនឹងច្រើនបែរមកកត្តាទី2នេះវិញគឺកត្តាបច្ចុប្បន្ននេះតែម្ដងនៅក្នុងគេហទំព័រ Kitco ដដែលគឺមានការចុះផ្សាយតាក់ទងទៅនឹងតម្លៃមាសផ្ដើមស្ទុះឡើងក្រោយត្រាំបញ្ជាក់អំពីស្ថានភាពសង្គ្រាមនៅមជ្ឈមបូព៌ាអញ្ចឹងគាត់បានបញ្ជាក់ថាសង្គ្រាមនៅមជ្ឈមបូព៌ាហ្នឹងវាបានបញ្ចប់ដោយសពគ្រប់អស់ហើយបើតាមការយល់ឃើញរបស់ខ្ញុំគឺការដែលត្រាំគាត់ប្រកាសបែបនេះទី1គឺគាត់មានបំណងចង់បន្ធូរបន្ថយសម្ពាធអំពីវិបត្តិដែលប្រេងឡើងថ្លៃពីព្រោះយើងដឹងហើយថាប្រេងគឺទូទាំងពិភពលោកតែម្ដងមានការឡើងថ្លៃនឹងខ្លាំងមែនទែនហើយតាមរយៈការថ្លែងការណ៍របស់គាត់ប្រេងនឹងអាចបន្ធូរបន្ថយការឡើងថ្លៃបានហើយយើងឃើញថាមានការធ្លាក់ចុះបែបហ្នឹងមែនហ្នឹងចំណុចមួយហើយចំណុចមួយទៀតគឺការចំណាយថ្លៃដើមទៅលើសង្គ្រាមនឹងខ្ពស់មែនទែនដោយលោកសាស្ត្រាចារ្យ Steve Henge នឹងគាត់បានបញ្ជាក់ថាក្នុងមួយថ្ងៃគ្រាន់តែចំណាយទៅលើសង្គ្រាមនឹងដល់ទៅ$890 លានហើយបើយើងយកទៅគុណនឹង10ថ្ងៃជាងឬក៏យើងថាគុណនឹង10ថ្ងៃចុះអញ្ចឹងវាអស់$80,000 លានជាងបាត់ហើយនឹងចំណុចទី2ចំណុចទី3មើលទៅទំនងជាប្រទេសអ៊ីរ៉ង់នឹងបានរងគ្រោះធ្ងន់ធ្ងរខ្ទេចខ្ទីទៅហើយនឹងចំណុចទី4ទំនងជាសហរដ្ឋអាមេរិកផ្ដើមប្រើសង្គ្រាមប្រផេះសង្គ្រាមប្រផេះហ្នឹងមានន័យថាជាសង្គ្រាមមួយដែលប្រទេសធំមហាអំណាចហ្នឹងមិនលូកដៃដោយផ្ទាល់ទេក៏ប៉ុន្តែប្រើកូនជឹងដោយសម្រាប់អ៊ីរ៉ង់នេះគឺអាមេរិកអាចប្រើពួកខឺតជំនួសកងកម្លាំងរបស់ខ្លួនផ្ដល់ជាអាវុធផ្ដល់ជាបច្ចេកទេសផ្ដល់ជាហិរញ្ញវត្ថុធ្វើយ៉ាងណាឲ្យពួកនឹងទៅច្បាំងតទល់ជាមួយនឹងរបបដឹកនាំប្រទេសអ៊ីរ៉ង់វិញអញ្ចឹងទំនងជាតាមតថភាពនេះហើយដែលត្រាំនឹងប្រកាសថាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នឹងបានចប់សពគ្រប់ហើយជាការរុញតម្លៃមាសឲ្យកើនឡើងហើយពាក់ព័ន្ធនឹងតម្លៃមាសកើនឡើងនេះទៀតសោតយើងឃើញថាទន្ទឹមពេលនឹងមានវិបត្តិនោះធនាគារកណ្ដាលចិនបានទិញមាសបន្ថែមស្តុកទុកជាទុនបម្រុងរបស់ខ្លួននឹងកើនឡើងជាគំហុកដោយក្នុងនោះគិតត្រឹមតែខែកុម្ភៈធនាគារកណ្ដាលចិននឹងបានទិញមាសបន្ថែមដល់ទៅ30,000 អោនដែលការទិញបន្ថែមនេះធ្វើឲ្យចិនកាន់កាប់មាសសរុបដល់ទៅ 74.2 លានអោនដែលវាមានតម្លៃប្រហែលជា $387.6 ពាន់លានកត្តានេះបានធ្វើឲ្យទុនបម្រុងប្តូរប្រាក់បរទេសរបស់ចិននឹងមានចំនួនដល់ទៅ 3.4 ពាន់លានមានន័យថា 3.4 trillion នៃទុនបម្រុងរបស់ខ្លួនពាក់ព័ន្ធទៅនឹងការទិញមាសស្តុកទុកជាទុនបម្រុងនេះប្រទេសចិនមានការបិទបាំងច្រើនដោយអ្វីដែលចិនប្រកាសហ្នឹងបញ្ជាក់ថាមានត្រឹមតែ25តោនទេនៃមាសដែលខ្លួនទិញប្រចាំឆ្នាំក៏ប៉ុន្តែសម្រាប់ធនាគារដ៏ធំរបស់ប្រទេសបារាំងគេបានចេញផ្សាយរបាយការណ៍ថាមាសដែលចិនបានទិញនោះគឺវាច្រើនជាងនឹងដល់ទៅ10 ដងមានន័យថាដល់ទៅ250តោននៃមាសដែលចិនទិញអំពីបណ្ដាក្រុមហ៊ុនឬក៏ប្រទេសផ្សេងសម្រាប់ធ្វើជាទុនបម្រុងរបស់ខ្លួននេះវាមិនមែនជាភាពចៃដន្យទេដែលយើងឃើញនៅក្នុងក្រាបនេះថាតំបន់អាស៊ីនឹងមានការទិញមាសច្រើនគឺជាពិសេសពីប្រទេសចិននឹងឯងដោយសារចិនចាត់ទុកថានេះជាទ្រព្យដែលមានសុវត្ថិភាពបំផុតសម្រាប់គេចចេញពីប្រាក់ដុល្លារឬក៏កាត់បន្ថយការពឹងផ្អែកទៅលើប្រាក់ដុល្លារនៅពេលណាមួយនោះដែលចិនមានបញ្ហាជាមួយនឹងសហរដ្ឋអាមេរិកហើយបណ្ដាប្រទេសផ្សេងហ្នឹងក៏មានការគិតគូរអំពីសុវត្ថិភាពទុនបម្រុងរបស់ខ្លួនដែរដូច្នេះវាជាការពិតណាស់ដែលជំរុញឲ្យធនាគារកណ្ដាលតាមទ្វីបនីមួយៗហ្នឹងខំប្រឹងទិញលោហៈធាតុមួយដែលមានលំនឹងទុកជាទុនបម្រុងហើយនេះជារូបភាពមួយទៀតដែលខ្ញុំ screenshot ចេញអំពីបណ្ដាញសង្គម X របស់លោកសាស្ត្រាចារ្យ Steve Henge ដែលគាត់បានយកទិន្នន័យចេញអំពី World Bank ហើយ World Bank បានបញ្ជាក់ថាតម្លៃជាមធ្យមរបស់មាសសម្រាប់ឆ្នាំ2026នេះគឺមានតម្លៃ$5,020ក្នុង1អោនអញ្ចឹងបើយោងតាម World Bank ហើយនឹងតាមទស្សនៈទានសេដ្ឋកិច្ចរបស់គាត់អាចបញ្ជាក់បានថាកម្រិតទាបបំផុតរបស់មាសត្រឹមឆ្នាំ2026នេះឬក៏ដែលយើងហៅថា support របស់មាសហ្នឹងត្រឹម$5,020ក្នុង1អោនហើយគាត់ក៏បានផ្ដល់មតិឲ្យ
វិនិយោគិននឹងធ្វើការទិញមាសដែរអញ្ចឹងជាសរុបមកវិញតាក់ទងទៅនឹងតម្លៃមាសដែលផ្ដើមឡើងកើនមកវិញនេះដោយសារត្រាំបានប្រកាសពីស្ថានភាពសង្គ្រាមនៅមជ្ឈិមបូព៌ាអញ្ចឹងសម្រាប់បងប្អូនដែលទិញមាសជាប់ក្នុងតម្លៃខ្ពស់ហ្នឹងក៏បីអត់ធន់បន្តិចពីព្រោះតម្លៃមាសគង់តែធ្វើដំណើរឡើងទៅដល់កម្រិតដែលធនាគារធំហើយនឹងសេដ្ឋវិទូជំនាញនឹងគាត់ពិចារណាជាមិនខានទេរីឯបងប្អូនដែលជួញដូរហាងឆេងនៅក្នុងប្រព័ន្ធក៏បីកំណត់ទៅលើ support និង resistance ឲ្យបានច្បាស់លាស់មុននឹងការចូលផ្សារជៀសវាងការចូលទៅធ្វើយើងជាប់ផ្សារហើយអាចឈានទៅដាច់ position នឹងមានការខាតបង់ប្រាក់អញ្ចឹងចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលា